Chương cô ăn bal mà tê dịp tham một hộp một mục này ha bờ sầm rạp nhóm cứ oi đọp lừa đọp đôi xa tao về chẳng ngành chỉ bị xếp và sân gì dừng ăn hộp chung kia chụp chung bong ôn mất phía ấy đang là trâu từ mặt đòn ơi đại cho mùi chẹ chẹ cho cái này trong này ai ta lấy cái thu thay đây chương cô và sân gì than nè đại cật trôi chặt hộp ta say keng keng nó ôi ngành nè mùi từ mặt nhóm tự đòn này chỉ tầm 4 คือយើងមានជើងគោចំនួន 1 គីឡូកន្លះលាងទឹកឲ្យស្អាតបន្ទាប់មកខ្ញុំយកមកដាក់ស្ងោរស្ងោរនេះយើងស្ងោរធូរម៉េចឲ្យជើងគោយើងផុយមកល្មមថាយើងអាចហូបបានកុំឲ្យផុយខ្លាំងពេកតែផុយខ្លាំងពេកគឺល្អៀបន្ទាប់ពីជើងគោបើខ្ញុំស្ងោរផុយហើយខ្ញុំមកចាប់ដើមធ្វើទឹកសុះម្ដងសម្រាប់លាបសាច់សម្រាប់ទឹកសុះនេះគឺខ្ញុំប្រើទឹកប្រេងខ្យងនេះចំនួន 1 ស្លាបព្រាបាយចំណែកឯទឹកស៊ីអ៊ីវគឺខ្ញុំដាក់ 2 ស្លាបព្រាបាយឃើញដាក់អញ្ចឹងអត់ប្រៃទេបងប្អូនដោយសារតែខ្ញុំអត់ប្រើអំបិលទេគឺខ្ញុំប្រើតែទឹកប្រេងខ្យងទឹកស៊ីអ៊ីវនិងទឹកម្ទេសទេបន្ថែមប៊ីចេងនិងស្ករចូលបន្តិចរួចជាការសាច់ទឹកសុះរបស់យើងគឺជាតិតែម្ដងសម្រាប់គ្រឿងទេសក្នុងការប្រឡាក់សាច់ខ្ញុំប្រើប្រាស់ជាប្រចាំថ្ងៃគឺខ្ញុំប្រើប្រាស់ជាមួយនឹង brand J-Top Ready J-Top Ready មាន 5 ប្រភេទមានទឹកត្រីទឹកស៊ីអ៊ីវទឹកសៀងទឹកម្ទេសនិងទឹកប្រេងខ្យងទឹកត្រីទឹកស៊ីអ៊ីវ J-Top Ready គឺខ្ញុំចូលចិត្តត្រង់ថារសជាតិអត់សូវប្រៃខ្លាំងទេមកល្មមយកទៅស្លឆាធ្វើទុកជ្រលក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនរីឯចំណុះទឹកត្រីគឺមាន 720 មីលីលីត្រ 500 មីលីលីត្រនិង 250 មីលីលីត្រចំណែកឯទឹកស៊ីអ៊ីវគឺមានចំណុះ 520 មីលីលីត្រទឹកសៀងមានចំណុះ 460 ក្រាមទឹកម្ទេសមានចំណុះ 460 ក្រាមដូចគ្នារីឯទឹកប្រេងខ្យងអត្ថប្រយោជន៍របស់វាគឺយើងអាចយកទៅឆាប្រឡាក់សាច់ចៀនសាច់អាំងតាមចំណង់ចំណូលចិត្តរបស់បងប្អូនដូចគ្នាបើនិយាយពីរឿងចំណុះវិញមាន 0.5 គីឡូក្រាម 1 គីឡូក្រាមនិង 5 គីឡូក្រាមយកមកប្រឡាក់សាច់អាំងចេះឆ្ងាញ់ណាបងប្អូនហើយអ្វីដែលកាន់តែពិសេសខ្ញុំសង្កេតមើលគឺទឹកប្រេងខ្យងខាប់ល្អហើយឈ្ងុយគឺជាផលិតផលខ្មែរសុទ្ធ 100% អញ្ចឹងយើងទាំងអស់គ្នាចូលរួមគាំទ្រផលិតផលខ្មែរទាំងអស់គ្នាបើសិនជាបងប្អូនមានតម្រូវការចង់បានទឹកប្រេងខ្យងយកទៅប្រើប្រាស់ឬមួយក៏យកទៅលក់បន្តអាចទៅរកទិញបាននៅគ្រប់ទីផ្សារឬមួយក៏គ្រប់ផ្សារទំនើបនៅក្នុងប្រទេសកម្ពុជាតែម្ដងឬមួយទំនាក់ទំនងតាម Telegram 090 36 36 70ឬតាមរយៈ Facebook Page J-Top Lady បើកលេចទៅមើលការអាំងជើងគោរបស់ខ្ញុំគឺឆ្អិនល្មមតែម្ដងបើនិយាយពីថារឿងក្លិនវិញអូយជះដល់ 3 4 5 ខ្ទួមបងប្អូនហើយខ្ញុំអាំងនេះគឺអាំងនៅចកានិយាយរឿងមុខវិញមិនបាច់មើលទេឥឡូវមុខរីកប៉ិនថាដោយសារតែដាក់អីក៏ចង្អាញ់ដាក់អីក៏ចង្អាញ់ដែរអានេះអាំងនេះមិនមែនថាធ្វើខ្លួនឯងទៅសើខ្លួនឯងថាចង្អាញ់ទេបងប្អូនគឺចង្អាញ់ពិតមែនបើសិនជាបងប្អូនចង់ដឹងអាចសាកធ្វើបានតែអ្នកដែលគាត់ធ្លាប់ធ្វើប្រហែលជាគាត់ដឹងហើយរសជាតិជើងគោអាំងអំបិលម្ទេសអូជាតិណាស់បងប្អូនហើយមើលទៅមាត់ខ្ញុំក៏ដឹងដែរសឹងថាយើងហូបទៅមិនបាច់ដាក់ទឹកជ្រលក់ក៏ចង្អាញ់ដែរបងប្អូនគឺល្មមយើងអាំងមកល្មមប្រឡាក់ទឹកប្រេងខ្យងទឹកស៊ីអ៊ីវហើយនឹងទឹកម្ទេសនឹងដាក់ប៊ីចេងស្ករបន្តិចរោយល្ងដាក់បន្តិចដាក់ម្ទេសបន្តិចអូយគឺមកល្មមជាតិតែម្ដង